បាទជម្រាបសួរដល់ពុកម៉ែបងប្អូនកសិករយើងទាំងអស់គ្នាអ្នកដាំដំឡូងមីបាទហើយថ្ងៃនេះខ្ញុំមកដល់ចំការដំឡូងមីមួយនៅខាងស្រុកវ៉ារិនបាទហើយចំការដំឡូងមីនេះផងដែរគឺមានផ្ទៃដី10ហិកតាបាទដែលគាត់បានជ្រើសរើសជាមួយនឹងជីសរីរាង្គត្រីកោណសម្រាប់ទ្របាទហើយគាត់បានត្រាំដើមជាមួយនឹងជីបំពន់ផ្កាជក់រត់ហើយក៏បាញ់បំពន់ជាមួយផ្កាជក់រត់ផងដែរចំនួន4ដងបាទវត្តជីវិតរបស់ដំឡូងមីនេះបាទហើយនៅថ្ងៃនេះដំឡូងអាយុ8ខែបាទឥឡូវយើងមកមើលគុណសម្បត្តិនៃការប្រើប្រាស់ជីសរីរាង្គត្រីកោណនោះទ្របាទតើយើងមើលសភាពដីនៅខាងក្រោមបាទបែបណាហើយមិញនេះខ្ញុំបានកាយខាងលើអស់ហើយកលេចមកវិញបាទយើងសង្កេតឃើញថាដីនៅខាងក្រោមជុំវិញគល់ដំឡូងនេះគឺដីគឺផុសល្អមែនទែនហើយអ្វីដែលប្លែកហើយយើងបានគឺកាយមកឃើញថាដីគឺមានប្រហោងបាទប្រហោងមើលនេះគេប្រហោងបាទនេះប្រហោងប្រហោងនេះប្រហោងដូចប្រហោងដានកឌីប៉ុន្តែមិនមែនកឌីទេពុកម៉ែបងប្អូនសូមបញ្ជាក់បាទអត់ឃើញមានទេបាទហើយនេះមួយកន្លែងនេះបាទនេះហើយដែលគេហៅថាបញ្ជាក់ថាដីមានរន្ធទឹករន្ធខ្យល់បាទហើយកាលណានេះភុយកាលណាដីមានរន្ធទឹករន្ធខ្យល់ធ្វើឲ្យដំណាំបាទរុក្ខជាតិមិនថាដំឡូងមីឬដំណាំផ្សេងៗនេះគឺមានការលូតលាស់បានល្អបាទហើយចាក់មើមបានច្រើនបាទនេះមើមវាចាក់បានច្រើនហើយអ្វីដែលប្លែកនេះកាមេរ៉ាចាប់មកខាងនេះវាដីនៅខាងនេះយើងពូនរងខាងនេះបានធំឃើញថាមើមដលងគឺចាក់មកខាងនេះបានច្រើនទេនេះចាក់ជ្រៅបាទនេះដលងធំបាទនេះមើលដីនេះហើយដីនេះហើយនេះដែលបញ្ជាក់ថាដីដែលមានគុណភាពល្អដីដែលមានប្រហោងខ្យល់ចេញចូលបាទហើយបានល្អអញ្ចឹងធ្វើឲ្យដំណាំដំឡូងមីគឺលូតលាស់បានល្អហើយដីធូរមើមក៏ធំផងដែរបាទពុកម៉ែបងប្អូននេះឃើញមើមនេះមើលបាទអញ្ចឹងពេលដែលដីធូរបាទដីដែលមានរុនរស់សំទោសរុនទឹករន្ធខ្យល់នេះគឺធ្វើឲ្យហៅថាដីឬក៏រុក្ខជាតិដំឡូងមីនេះគឺចាប់អាសូតពីបរិយាកាសបាទនេះដើម្បីឲ្យដំឡូងនឹងមានការលូតលាស់ល្អផងដែរបាទនេះដីផុយធូរមែនតើបាទពុកម៉ែបងប្អូននេះបាទដីតំបន់នេះចាំមើលយើងទៅមើលដីអ្នកជិតខាងដែលអត់បានប្រើប្រាស់ជីត្រីកោណទ្របាទតើដីប្រភេទយ៉ាងម៉េចតើបានដីខ្មៅអញ្ចេះអត់បាទដីមានរន្ធទឹករន្ធខ្យល់អញ្ចេះអត់បាទនេះពុកម៉ែបងប្អូនបាទអូមើលច្រើនពុកម៉ែបងបាទនេះអញ្ចឹងខ្ញុំនឹងបង្ហើបឲ្យមើលអីអូបាទនេះពុកម៉ែបងប្អូនបាទនេះដំឡូងមីបាទបាទដីមានសំណើមល្អមែនទេបាទហើយមើលដងដើមក៏មិនជាធំណាស់ណាដែរពុកម៉ែបងប្អូនបាទមើលគល់ដំឡូងបាទអញ្ចឹងដើមទូចដែរហើយបើមើលវិញបាទគួរសមបាទ